សួស្តីបងប្អូនអ្នកគ្នាស្វាគមន៍សាជាថ្មីជាមួយនឹងវីដេអូសម្រាយរឿងបាឡាំងស្ដេចដាវភាគទី20អ៊ីប៉ាយពិតជាល្អខ្លាំងណាស់ប៉ុន្តែមើលទៅដូចជាមិនសមទៅនឹងនៅក្នុងការងូតទឹកនេះព្រឹទ្ធាចារ្យក៏បានតបទៅលោកម្ចាស់តូចលោកម្ចាស់គឺមានវាសនាខ្លាចជាដាវព្រះតើរឿងនេះអាចចាត់ទុកថាជារឿងដែលមិនសមបាននៅរបៀបម៉េចទៅអ៊ីប៉ាយក៏បានឆ្លើយមិនអីទេអញ្ចឹងខ្ញុំទុកវាឲ្យមិត្តភក្តិរបស់ខ្ញុំទៅចោះនៅសល់គឺអាចប្រើប្រាស់សម្រាប់ការងូតទឹកបានព្រឹទ្ធាចារ្យក៏បានតបកុំបារម្ភអីទឹករស្មីនេះគឺមានគុណភាពនិងស្រស់ស្អាតរួមទាំងអនាម័យណាលោកម្ចាស់មុនគឺបានប្រើទៅនេះសម្រាប់ងូតទឹកកាលពី100ឆ្នាំមុនវាមិនមានបញ្ហាអ្វីនោះទេនៅក្នុងការឲ្យវាទៅកាន់ពួកគេអ៊ីប៉ាយក៏បានតបទៅវាពិតជាល្អបើសិនបើជាលោកមិនបានប្រាប់ប៉ុន្តែឥឡូវនេះលោកនិយាយបែបនេះខ្ញុំខ្លាចតែវាខុសឆ្គងថែមទៀតនោះទេណោះហើយភ្លេចវាចោះខ្ញុំត្រូវការចាកចេញទៅខាងក្រៅដើម្បីនាំពួកគេចូលមកហើយពួកគេនឹងជ្រើសរើសខ្លួនឯងទៅថាគឺពួកគេនឹងត្រូវផឹកដែរឬអត់ព្រឹទ្ធាចារ្យក៏បានប្រាប់ទៅលោកម្ចាស់តូចត្រូវរងចាំសិនលោកម្ចាស់ត្រូវតែទទួលមរតកជាមុនសិនមុនពេលចាកចេញអ៊ីប៉ាយក៏បានសួរទៅហើយអ្វីទៅព្រឹទ្ធាចារ្យក៏បានឆ្លើយដើម្បីកុំឲ្យអ្នកដទៃនឹងមករារាំងលោកម្ចាស់នៅក្នុងការទទួលមរតកអ៊ីប៉ាយមិនអីទេអញ្ចឹងអ៊ីប៉ាយក៏បានធ្វើការទទួលមរតកស្រេចដែរគេបើកភ្នែកឡើងក៏បានឃើញនៅការបង្រៀននៅក្បាច់ដែរអ៊ីប៉ាយក៏បានបន្តដាវព្រះពណ៌ស្វាយមនុស្សម្នាក់នោះក៏នៅតែបង្ហាញក្បាច់ដាវអ៊ីប៉ាយក៏បានថាបន្តនេះគឺជាក្បាច់ដាវកម្រិតព្រះការណែនាំក្បាច់ដាវឫស្សីរ៉ូម៉ាណូសឬយើងអាចហៅតាមភាសាចិនថាវ៉ាន់ជូជៀនជឿយើងកាន់មកមើលខាងក្រៅវិញចៅចិនក៏បាននិយាយទៅចូលទៅយូរហើយក៏នៅតែមិនទាន់ចេញមកវិញទៀតប្រហែលជា80%ដែលគេបរាជ័យយីហោតពួកយើងទៅនាងក៏បានយល់ព្រមនាងតូចក៏បានហៅទៅបងទាំងពីរបងប្រុសរបស់ខ្ញុំគឺមិនទាន់បានចេញមកនោះទេតើបងគឺមិនចង់រងចាំទៀតទេឬចៅចិនក៏បានថាទៅនាងល្អិតចេញឲ្យឆ្ងាយទៅខ្ញុំខ្លាចថាបងប្រុសរបស់ឯងនឹងគឺបានស្លាប់ទៅហើយពួកយើងគឺមិនចាំបាច់ខ្ជិះខ្ជាយពេលវេលារបស់យើងនឹងទៅលើរឿងអត់ប្រយោជន៍ទាំងអស់នេះនោះទេនាងល្អិតក៏បានស្រែកយ៉ាងខ្លាំងហើយលីខនក៏បានបន្តគេក៏ជាចាក់ចេញមកចៅចិនក៏បានតវាពិតជារឿងកំ pl ែងមិនសិនបានជាគេនឹងចាក់ចេញមកមានជីវិតនោះខ្ញុំនឹងយកក្បាលរបស់ខ្ញុំឲ្យពួកឯងនឹងទាត់លេងយីហោក៏បាននិយាយទៅបានហើយខ្ញុំនិយាយច្រើនទៅតោះពួកយើងទៅភ្លាមៗអ៊ីប៉ាយក៏បានចាក់ចេញមកនេះគឺជាអ្វីដែលឯងបាននិយាយនាងតូចក៏បានហៅបងប្រុសខ្ញុំដឹងថាបងប្រកាសជាអាចចាក់ចេញមកវិញបានលីខងក៏បានកិនតែគេនឹងគឺអាចទទួលបាននៅមរតករបស់ព្រៃឫស្សីនេះដែរឬទេចៅចិនក៏បានតបឯងនៅមានជីវិតនៅឡើយវាពិតជាគួរឲ្យភ្ញាក់ផ្អើលពិតមែនអ៊ីប៉ាយក៏បានយកដៃបង្វិលក្បាលនាងតូចឬគេក៏បានបន្តហៅបងប្រុសម្នាក់នេះឥឡូវនេះគឺលោកគឺចាស់ណាស់ទៅហើយហើយអ្វីបានជាលោកនឹងចូលចិត្តឆ្លោះជាមួយនឹងកូនក្មេងទៀតចៅចិនក៏បានឆ្លើយនាងគឺជាក្មេងព្រៃដែលមិនគួរឲ្យចូលចិត្តនោះទេយីហោអ្នកក្លាហានតូចហាក់បីដូចជាទទួលបាននៅមរតកស្ដេចដាវសុភាពបុរសហើយអ៊ីប៉ាយរបស់ម្នាក់នេះសូមលោកនឹងគឺកែពាក្យសម្ដីរបស់លោកឥឡូវនេះហើយសុំទោសឆាយៗទៅនាងដិតក៏បានបន្ថែមគ្រាន់តែលោកឯងនឹងនិយាយក៏ធ្វើឲ្យរំខាននោះដែរមិនឆ្ងល់នោះទេដែលបងសីសាទមិនចូលចិត្តលោកឯងនោះចៅចិនក៏បានតបចង់ឲ្យខ្ញុំសុំទោសតែឯងនឹងក៏ចង់ស្លាប់មែនទេនាងល្អិតចូលទៅចង្អុលមកតែម្ដងហើយអ្វីបានជាឯងនឹងជាមនុស្សបែបនេះលោកឯងទើបតែនិយាយអំបញ្ញមិញថាបងប្រុសរបស់ខ្ញុំចាស់ចេញមកលោកឯងនឹងយកក្បាលរបស់លោកឯងឲ្យពួកយើងទាត់លេងឥឡូវនេះបើជាស្រែកចង់ស្លាប់ទៅវិញចៅចិនខឹងយ៉ាងខ្លាំងបិទមាត់ទៅនាងឈួតយីហោក៏បានព្យាយាមខាត់គេនាងល្អិតក៏បានទៅពួនក្រោយខ្នងរបស់បងប្រុសអ៊ីប៉ាយខ្ញុំនឹងនិយាយម្ដងទៀតសុំទោសប្អូនស្រីរបស់ខ្ញុំចៅចិនក៏បានខឹងយ៉ាងខ្លាំងហើយក៏បានសួរតើឯងគិតថាឯងនឹងគឺជានរណាដែលធ្វើឯងនឹងហ៊ានក៏អឺតក៏តមនៅចំពោះមុខរបស់ខ្ញុំឆាប់លោជង្គង់អង្វរខ្ញុំគេក៏បានប្រាណថាពររបស់គេអ៊ីប៉ាយក៏បានប្រាណថាពររបស់ខ្លួនឯងទេដែលទៅជាអ្នកលោជង្គង់នោះថាពររបស់ពួកគេទាំងពីរក៏បានបន្ទប់គ្នាធ្វើឲ្យចៅចិននឹងក៏បានប៉ាំងទៅក្រោយបន្តិចខ្ញុំគ្រាន់តែចង់បង្រៀនឯងនៅមេរៀនមួយដូច្នេះមិញគឺខ្ញុំប្រើកម្លាំងតែ2ភាគតែប៉ុណ្ណោះឥឡូវនេះខ្ញុំនឹងលេងមែនទែនហើយគេក៏បានបញ្ចេញនៅតាមពររបស់គេស្រែកយ៉ាងខ្លាំងក្លាអ៊ីប៉ាយក៏បានតបទៅឯងនិយាយច្រើនពេកហើយរួចក៏បានបញ្ចេញទៅតាមពលទៅទប់ទល់ធ្វើឲ្យចៅចិនក៏បានប៉ាំងស្រែកទៅហើយនាងល្អិតបងប្រុសរបស់ខ្ញុំក៏ពិតជាអស្ចារ្យមែនទេបងស្រីសាទយីហោក៏បានតបមែនហើយគេពិតជាអស្ចារ្យណាស់ចៅចិនគ្រាន់តែលើបែបនេះពិតជាគួរឲ្យស្អប់មែនឯងត្រូវតែស្លាប់គេក៏បានបញ្ចេញដាវអ៊ីប៉ាយក៏បានបញ្ចេញដាវមកកាប់យកតែម្ដងធ្វើឲ្យគេប៉ាំងទៅក្រោយបន្តិចទៀតតើវាអាចទៅរួចដោយរបៀបណាទៅមិនឲ្យល្អិតនេះក៏ខ្លាំងបែបនេះអ៊ីប៉ាយហើយគឺខ្សោយពេកហើយរួចក៏បានកាប់មួយដាវទៅទៀតចំហាយដាវមួយក៏បានហោះយ៉ាងលឿនចៅចិនក៏បានបញ្ចេញក្បាច់របស់គេទៅទប់ទល់អ៊ីប៉ាយពិតជាមិនអន់នោះទេម្ដងទៀតនិយាយរួចគេក៏បានកាប់ចេញទៅយីហោវាហាក់បីដូចជាគេនឹងគឺទទួលបាននៅមរតកពិតមែនចៅចិនក៏បានប៉ាំងមកទៀតហើយក៏បាននិយាយឈប់ទៅឯងធ្វើបាបខ្ញុំឯងនឹងសោកស្ដាយអ៊ីប៉ាយខ្ញុំគ្មានការអត់ធ្មត់នោះទេភ្លេចវាទៅសូម្បីតែភាពសុចរិតនឹងក៏ឯងបាត់បង់នោះដែរចៅចិនក៏បានក្រោកឡើងឯងជាអ្នកបង្ខំមកខ្ញុំធ្វើបែបនេះនោះទេខ្ញុំនឹងសម្លាប់ឯងនៅថ្ងៃនេះគេក៏បានបញ្ចេញថាពលរបស់គេយ៉ាងខ្លាំងយីហោក៏បានប្រាប់ទៅគ្រប់គ្រាន់ហើយចៅចិនតើចាំបាច់ត្រូវប្រយុទ្ធដល់ស្លាប់ដែរឬទេចៅចិននៅតែបញ្ចេញថាពលយ៉ាងខ្លាំងក្លារួចក៏បានកាប់ទៅកាន់អ៊ីប៉ាយមួយទំហឹងអ៊ីប៉ាយបានរងរស់ហើយក៏បានប៉ាំងទៅក្រោយបន្តិចវាមើលទៅក៏ពិតជាគួរឲ្យខ្លាចមែននៅក្នុងករណីនេះខ្ញុំនឹងបង្ហាញឯងនៅអ្វីដែលហៅថាក្បួនដើរទាំង9អ៊ីប៉ាយក៏បានលោតទៅខាងលើរួចក៏បានបញ្ចេញក្បួនដើរទាំង9ទៅកាន់ចៅចិនគេក៏បានព្យាយាមបំបីក្បួននោះទៅ
ចំណែកយីហោក៏បានថាតានេះមិនមែនជាក្បួននៅកម្រិតតែទី2នោះទេចៅចិនអាឡានេះបានលួចនៅមរតកនេះមែនបន្ទាប់មកគឺក៏បានប្រើនៅយុទ្ធសាស្ត្រកិច្ចខ្លួនអ៊ីប៉ាយក៏បាននិយាយទៅវាមិនងាយស្រួលនោះទេនៅក្នុងការកិច្ចខ្លួនទៅកន្លែងណាមួយដែលឯងចង់ទៅនោះរួចក៏បានបញ្ចេញនៅដាល់ទាំង9រួមតែមួយក៏បានហោះទៅបុកចៅចិនបានប៉ើងយីហោក៏បានថាតើលោកមិនមែនសម្លាប់គេទេមែនទេអ៊ីប៉ាយក៏បានតបខ្ញុំមិនស្រែកឈាមដូចជាគេនោះទេយ៉ាងណាមិញវាគ្រាន់តែជាការបង្រៀនមេរៀនមួយដល់គេតែប៉ុណ្ណោះកុំរំអីគេមិនស្លាប់នោះទេចៅចិនក៏បានដើរចេញទៅវិញយ៉ាងទ្រាំយីហោក៏បានរត់ទៅគ្រាទៅខ្ញុំនឹងនាំលោកចាក់ចេញពីព្រៃឫស្សីនេះចៅចិនក៏បានរុញនាងចេញនាងចាប់ទៅរកប្រុសស្អាតរបស់នាងទៅកុំមកខ្វល់ពីខ្ញុំគេក៏បានដើរចាក់ចេញទៅដោយបន្ថែមប្រមាណមកទៀតថានាងគឺជាមនុស្សដែលគួរឲ្យស្អប់មែនរឿងថ្ងៃនេះខ្ញុំនឹងសងសឹកយីហោក៏បានដកដង្ហើមធំបន្តិចជាមួយនឹងសមត្ថភាពទាបបែបនេះវាគឺជាមេរៀនមួយដែលធ្វើឲ្យលោកនឹងក្លាយទៅជាមនុស្សធំនៅពេលអនាគតរួចនាងក៏បានសួរទៅកាន់អ៊ីប៉ាយតែលោកពិតជាបានទទួលនៅមរតកនេះមែនឬអ៊ីប៉ាយក៏បានតបទៅកាន់នាងមិនខុសនោះទេខ្ញុំនឹងក្លាយទៅជាម្ចាស់ថ្មីនៅទីនេះចាប់ពីពេលនេះតទៅនាងល្អិតបងស្រីខ្ញុំពិតជានិយាយមិនខុសទេតាមែនអត់បងប្រុសរបស់ខ្ញុំគឺពិតជាស័ក្តិសមជាមួយនឹងបងអ៊ីប៉ាយឆៅកុំនិយាយអ្វីដែលមិនសមហេតុផលបន្ទាប់ពីនេះគឺព្រៃឫស្សីត្រូវបានបិទសូមនាងចាក់ចេញពីទីនេះចុះយីហោក៏បានតបទៅមិនអីនោះទេប៉ុន្តែលោកគឺទទួលបានមរតកវាច្បាស់ជានឹងបង្កបញ្ហាជាច្រើនឪពុករបស់ខ្ញុំគឺជាមេតបហើយគាត់ក៏ជាស្ដេចមួយអង្គដែរនៅក្នុងចំណោមស្ដេចទាំងអស់នៅក្នុងរាជវាំងលោកអាចចាក់ចេញពីទីនេះទៅតាមខ្ញុំបានបើសិនបើជាលោកចង់ខ្ញុំជឿជាក់ថានឹងគ្មាននរណាម្នាក់នឹងមកទីនេះម្ដងទៀតនោះទេយើងក៏បានគេថាសាច់រឿងរបស់យើងក៏បានឈានដល់ទីបញ្ចប់ជាចុងក្រោយបើសិនជាមានពាក្យពេចន៍លើលោកខ្វះខាតកន្លែងណាមួយក៏សូមបងប្អូនអធិស្ឋានជួបគ្នានៅឱកាសក្រោយ